ប្រទេសកម្ពុជាគឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលសម្បូរទៅដោយប្រវត្តិសាស្ត្របុរាណវប្បធម៌ដ៏សម្បូរបែបនិងធម្មជាតិដ៏ស្រស់ស្អាតកម្ពុជាមានប្រាសាទបុរាណជាង 1000 ប្រាសាទដ៏ល្បីល្បាញជាពិសេសប្រាសាទអង្គរវត្តក្រៅពីនេះក៏មានតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំទឹកធ្លាក់និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅតាមបណ្ដាខេត្តក្រុងនានាដែលបានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិឲ្យមកទស្សនាកម្សាន្តជារៀងរាល់ឆ្នាំខាងក្រោមនេះលោកអ្នកនឹងបានស្វែងយល់ពីខេត្តទេសចរណ៍ដ៏ទាក់ទាញចំនួន10នៅកម្ពុជាដែលមានភាពស្រស់ស្អាតនិងអត្តសញ្ញាណប្លែកៗពីគ្នាទី10ខេត្តរតនគិរីខេត្តរតនគិរីជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដែលល្បីល្បាញដោយសារព្រៃភ្នំទឹកធ្លាក់និងវប្បធម៌ជនជាតិដើមភាគតិចខេត្តនេះស្ថិតនៅភាគឦសានឆ្ងាយពីរាជធានីភ្នំពេញប្រហែល590គីឡូម៉ែត្រនិងអាចធ្វើដំណើរតាមផ្លូវជាតិលេខ7តំបន់ទេសចរណ៍សំខាន់និងល្បីល្បាញនៅក្នុងខេត្តនេះមានដូចជាឧទ្យានជាតិវីរៈជ័យបឹងយក្សឡោមបឹងលំកុដទឹកជ្រោះអូស៊ីនលែទឹកធ្លាក់កាចាញភ្នំឥសីបតមៈនិងតំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុកបួនសែនជាដើមអ្នកទេសចរអាចដើរផ្សងព្រេងនៅក្នុងព្រៃទស្សនាទឹកធ្លាក់លក់ម្ហូបអាហារជនជាតិដើមភាគតិចព្រមទាំងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននិងសកម្មភាពកម្សាន្តជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរគួរទៅទស្សនាកម្សាន្តនារដូវប្រាំងព្រោះងាយស្រួលក្នុងការធ្វើដំណើរនិងថតរូបឬថតវីដេអូបានស្អាតទី9ខេត្តកោះកុងខេត្តកោះកុងជាតំបន់ពោធិ៍ទេសចរណ៍ធម្មជាតិដ៏សំខាន់មួយនៅភាគនិរតីនៃប្រទេសកម្ពុជាបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តជារៀងរាល់ថ្ងៃតំបន់នេះសម្បូរទៅដោយព្រៃភ្នំទឹកជ្រោះឆ្នេរសមុទ្រនិងប្រជុំកោះដ៏ស្រស់ស្អាតល្អបំផុតសម្រាប់ការលំហែកាយនិងដំណើរកម្សាន្តបែបផ្សងព្រេងខេត្តកោះកុងមានចម្ងាយប្រហែល290គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ4និងផ្លូវលេខ48តំបន់ទេសចរណ៍សំខាន់នៅក្នុងខេត្តនេះមានដូចជាទឹកធ្លាក់តាតៃសហគមន៍មេកូទេសចរណ៍ជីផាតតំបន់ទេសចរណ៍អរ៉ែងតំបន់ការពារធម្មជាតិពីមក្រសោបកោះស្ដេចឆ្នេរនេសាទជាពិសេសតំបន់កោះកុងក្រៅដែលជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតរំលេចទៅដោយទេសភាពធម្មជាតិមានព្រៃកោងកាងសត្វព្រៃព្រមទាំងជីវៈចម្រុះជាច្រើនប្រភេទនៅក្នុងសមុទ្រស័ក្តិសមសម្រាប់អ្នកចូលចិត្តការបោះតង់និងផ្សងព្រេងទី8ខេត្តក្រចេះខេត្តក្រចេះគឺជាគោលដៅទេសចរណ៍ដ៏ស្ងប់ស្ងាត់មួយផងដែរនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដែលល្បីល្បាញដោយសារសត្វផ្សោតទន្លេមេគង្គទេសភាពមាត់ទន្លេដ៏ស្រស់ស្អាតខេត្តក្រចេះមានតំបន់ទេសចរណ៍ជាច្រើនកន្លែងដូចជារមណីយដ្ឋានអន្លង់ផ្សោតកម្ពីដែលអាចទស្សនាសត្វផ្សោតទឹកសាបរមណីយដ្ឋានតាព្រំរមណីយដ្ឋានភ្នំសម្បុកវត្តវិហារសសរ100ជាពិសេសប្រជុំកោះដែលជាកន្លែងដ៏ពេញនិយមមានដូចជាសហគមន៍អេកូទេសចរកោះទ្រង់កោះ30និងកោះផ្ដៅជាដើមអ្នកទេសចរអាចគយគន់ថ្ងៃលិចដើរកម្សាន្តលើកោះជិះកង់នៅតាមភូមិស្រុករបស់ប្រជាជននិងក៏អាចភ្លក់ម្ហូបអាហារដ៏មានឱជារសឆ្ងាញ់ជាពិសេសក្រឡានថ្មក្រែខេត្តនេះស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តទេសភាពធម្មជាតិនិងស្ងប់ស្ងាត់ខេត្តក្រចេះស្ថិតនៅចម្ងាយប្រហែល335គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងអាចធ្វើដំណើរតាមផ្លូវជាតិលេខ7ទី7ខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរីជាខេត្តមួយរបស់កម្ពុជាដែលស្ថិតនៅភាគខាងកើតនិងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតសម្រាប់អ្នកដែលចូលចិត្តទេសភាពធម្មជាតិវាលស្មៅពណ៌បៃតងនិងពណ៌មាសទឹកជ្រោះសត្វព្រៃនិងភ្នំតូចធំជាដើមអ្វីដែលកាន់តែពិសេសនៅក្នុងខេត្តនេះមានអាកាសធាតុល្អត្រជាក់បង្គួរផ្លូវស្អាតអមដោយព្រៃឈើសងខាងផ្លូវគួរជាទីទាក់ទាញសម្រាប់អ្នកធ្វើដំណើរនិងគួរឲ្យចង់រស់នៅតំបន់ទេសចរណ៍ដែលទាក់ទាញសំខាន់និងល្បីល្បាញមានដូចជាទឹកជ្រោះប៊ូស្រាទឹកជ្រោះសែនមនោរម្យភ្នំដោះក្រមុំ
ភ្នំបណ្ដូងស្នេហ៍សមុទ្រឈើនិងតំបន់ទេសចរជាច្រើនទៀតជាពិសេសគឺការសិក្សាអំពីវប្បធម៌និងការរស់នៅរបស់ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីមានចម្ងាយប្រហែល380គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ6លេខ7និងលេខ76បច្ចុប្បន្នខេត្តនេះក៏ជាគោលដៅទេសចរដ៏ទាក់ទាញមួយផងដែរនៅប្រទេសកម្ពុជាទី6ខេត្តកំពង់ចាមខេត្តកំពង់ចាមជាខេត្តមួយមានដងទន្លេមេគង្គហូរកាត់អំណោយផលសម្រាប់វិស័យកសិកម្មជាមួយវិសាលភាពទឹកដីដ៏ធំទូលាយខេត្តនេះក៏ជាអតីតរាជធានីបុរាណរបស់ប្រទេសកម្ពុជាមានសេសសល់សំណង់ប្រាសាទបុរាណមួយចំនួនជាទឹកតាងបង្ហាញប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរខេត្តកំពង់ចាមមានប្រាសាទបុរាណទួលបុរាណព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងព្រមទាំងមានធនធានធម្មជាតិដូចជាព្រៃភ្នំទន្លេនិងប្រភពទឹកផ្សេងៗដែលជាសក្តានុពលសម្រាប់វិស័យទេសចរនិងការវិនិយោគតំបន់ទេសចរក្នុងខេត្តមានដូចជាឆ្នេរខ្សាច់កោះប៉ែនក្បាលហុងទឹកឆាថ្មដាទឹកឆាភ្នំប្រុសភ្នំស្រីភ្នំហាន់ជ័យប្រាសាទព្រះធាតុទឹកឆាប្រាសាទនគរបាជ័យប្រាសាទភ្នំជើងព្រៃនិងប្រាសាទភ្នំត្រប់ជាដើមខេត្តកំពង់ចាមមានចម្ងាយប្រហែល126គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ6ទី5ខេត្តបាត់ដំបងខេត្តបាត់ដំបងជាខេត្តមួយដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជានិងមានចម្ងាយប្រហែល291គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ5ខេត្តបាត់ដំបងជាខេត្តវ័យចំណាស់មួយដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រជាខេត្តកសិកម្មដ៏ធំជាងគេរបស់ប្រទេសកម្ពុជានិងល្បីល្បាញដោយវប្បធម៌សិល្បៈនិងទេសភាពជនបទក្រៅពីជាខេត្តសេដ្ឋកិច្ចនិងកសិកម្មដ៏ធំសំខាន់ខេត្តនេះក៏សម្បូរទៅដោយតំបន់ទេសចរធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រនិងកែច្នៃជាច្រើនកន្លែងដែលបានទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តជារៀងរាល់ឆ្នាំរមណីយដ្ឋានសហគមន៍ទេសចរនិងតំបន់ទេសចរសំខាន់ៗនិងល្បីល្បាញនៅក្នុងខេត្តបាត់ដំបងមានដូចជារមណីយដ្ឋានភ្នំសំពៅប្រាសាទភ្នំបាណន់ប្រាសាទឯកភ្នំរមណីយដ្ឋានអាងកំពីងពួយសហគមន៍ទេសចរវត្តកនិងសហគមន៍ទេសចរស្ទឹងសង្កែទី4ខេត្តកំពតខេត្តកំពតគឺជាគោលដៅទេសចរដ៏ល្បីល្បាញដោយសារសម្បូរទៅដោយធនធានធម្មជាតិកេរដំណែលប្រវត្តិសាស្ត្រនិងមាត់ព្រៃកំពតដ៏ស្រស់ស្អាតខេត្តនៅជាប់មាត់សមុទ្រភាគនិរតីមួយនេះមានសក្តានុពលយ៉ាងខ្លាំងនិងមានឈ្មោះល្បីល្បាញលើវិស័យទេសចរបាននឹងកំពុងទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករទៅទស្សនាកម្សាន្តទាំងភ្ញៀវជាតិនិងអន្តរជាតិខេត្តកំពតមានចម្ងាយប្រមាណ147គីឡូម៉ែត្រនិងចំណាយពេលប្រហែល3ម៉ោងពីរាជធានីភ្នំពេញតំបន់ទេសចរសំខាន់ៗនៅខេត្តកំពតរួមមានដូចជាមាត់ព្រៃកំពតឧទ្យានដងព្រែករមណីយដ្ឋានទឹកឈូរមណីយដ្ឋានទំនប់ម្លិចភ្នំកំពង់ត្រាចភ្នំឈ្ងោកដូងទេព្រែកថ្នោតទឹកធ្លាក់តាដាសហគមន៍អេកូទេសចរត្រពាំងសង្កែកសិទេសចរចំការម្រេចនិងរមណីយដ្ឋានភ្នំបូកគោជាដើមសូមកុំភ្លេចឈៀងទៅទស្សនាខេត្តកែបនៅជិតនោះព្រោះថាឆ្នេរកែបក៏ស្រស់ស្អាតមិនធម្មតាដែរនិងធ្វើដំណើរពីទីរួមខេត្តកំពតប្រមាណ30នាទីប៉ុណ្ណោះទី3ខេត្តព្រះសីហនុខេត្តព្រះសីហនុគឺជាពូជទេសចរដ៏សំខាន់មួយស្ថិតនៅទិសនិរតីរបស់ប្រទេសកម្ពុជាខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរដ៏មានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរជាតិនិងអន្តរជាតិនិងបានជាប់លំដាប់ទី3បន្ទាប់ពីខេត្តសៀមរាបនិងរាជធានីភ្នំពេញមិនតែប៉ុណ្ណោះក៏ត្រូវបានប្រសិទ្ធនាមថាជាតារារះនាទិសនិរតីជុំវិញសក្តានុពលនៃវិស័យទេសចរជាពិសេសឆ្នេរសមុទ្រដ៏ស្រស់ស្អាតដាច់គេនៅក្នុងខេត្តនេះបានជួយផ្សព្វផ្សាយពីវិស័យទេសចរនៅកម្ពុជាខេត្តនេះមានតំបន់ទេសចរតាមឆ្នេរនិងកោះដែលអំណោយផលពីធម្មជាតិកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនតំបន់ទេសចរទាំងនោះរួមមានដូចជាឆ្នេរអូឈើទាលឆ្នេរឯករាជ្យឆ្នេរសុខា
កោះរងសន្លឹមកោះសង្សារនិងកោះពស់ជាដើមខេត្តព្រះសីហនុមានចម្ងាយប្រមាណជា227គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ4និងផ្លូវល្បឿនលឿនទី2រាជធានីភ្នំពេញរាជធានីភ្នំពេញគឺជាបេះដូងនៃប្រទេសកម្ពុជាស្ថិតនៅភាគខាងត្បូងត្រង់ទន្លេចតុមុខដែលជាចំណុចប្រសព្វរវាងទន្លេមេគង្គលើទន្លេមេគង្គក្រោមទន្លេសាបនិងទន្លេបាសាក់ភ្នំពេញគឺជាបេះដូងនៃប្រទេសកម្ពុជាដែលសម្បូរទៅដោយតំបន់ទេសចរណ៍ចម្រុះរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រវប្បធម៌សាសនាការកម្សាន្តនិងភាពស៊ីវិល័យរបស់ប្រជាជនភ្នំពេញក៏ជារាជធានីដែលមានកំណើនប្រជាជនផ្លាស់ប្ដូរដោយបណ្ដាប្រទេសនិងទីក្រុងទេសចរណ៍នៅអាស៊ានដទៃទៀតផងដែរបរិមាណភោជនីយដ្ឋាននិងសន្តាគារបានរីកដុះដាលគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំកន្លងទៅនេះមិនត្រឹមតែប៉ុណ្ណោះកំណើនភ្ញៀវទេសចរបានកើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយឆ្នាំផងដែរក្រៅពីជាពូជសេដ្ឋកិច្ចដ៏សំខាន់រាជធានីភ្នំពេញក៏មានតំបន់ទេសចរណ៍ដែលទាក់ទាញនិងល្បីល្បាញជាច្រើនដូចជាព្រះបរមរាជវាំងផ្លូវថ្មើរជើងចតុមុខសារមន្ទីរជាតិសារមន្ទីរទួលស្លែងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំផ្សារទួលទំពូងផ្សារធំថ្មីកោះដាច់និងសួនកំសាន្តសាហ្វារីជាដើមទី1ខេត្តសៀមរាបខេត្តសៀមរាបគឺជាបេះដូងនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏អស្ចារ្យខេត្តនេះជាទឹកដីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបបំផុតនៅកម្ពុជារួមមានទាំងវប្បធម៌ប្រវត្តិសាស្ត្រនិងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនភ្ញៀវទេសចរជាតិនិងអន្តរជាតិភាគច្រើនតែងតែសម្ដៅមកតំបន់អង្គរមុនគេពេលទៅដល់ទឹកដីអច្ឆរិយៈមួយនេះខេត្តសៀមរាបជាតំបន់ទំនាបកណ្ដាលផងនិងជាតំបន់ភ្នំផងហើយជាបណ្ដុំនៃប្រាង្គប្រាសាទដ៏សន្ធឹកសន្ធាប់ដែលបានទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិរាប់លាននាក់នៅក្នុងមួយឆ្នាំតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រវប្បធម៌ធម្មជាតិនៅក្នុងខេត្តសៀមរាបមានដូចជាប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទបេងមាលាឧទ្យានជាតិភ្នំគូលែនបារាយណ៍ទឹកថ្លាសារមន្ទីរជាតិសហគមន៍ទេសចរណ៍កំពង់ភ្លុកនិងកំពង់ឃ្លាំងរួមទាំងប្រាសាទបុរាណតំបន់ភ្នំនិងកន្លែងកម្សាន្តជាច្រើនទៀតខេត្តសៀមរាបមានចម្ងាយប្រមាណ315គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ6